ตุ่มลบละอ30យ៉ាងដែលមានប្រយោជន៍ក្នុងជីវិតតើមានអ្វីខ្លះខ្ញុំយកបទពិសោធន៍30ឆ្នាំមកចែករំលែកឲ្យអ្នកដឹងកាន់តែឆាប់កាន់តែល្អឥឡូវនេះទោះបីជាអ្នកមានអាយុប៉ុន្មានក៏ដោយវីដេអូមួយនេះដាច់ខាតអ្នកត្រូវតែមើលឲ្យចប់ហើយចុចបេះដូងដោយចិត្តស្មោះ save វាទុកមើលថ្ងៃក្រោយទី1ទន់ភ្លន់តែមិនទន់ជ្រេងទន់ភ្លន់តែមានព្រំដែនចិត្តល្អតែមុតស្រួចកុំឲ្យចេះតែដើរជួយគេប្រេះផ្ដាស់ធ្វើខ្លួនឯងជាមនុស្សចិត្តល្អនៅក្នុងគោលការណ៍ផ្ទាល់ខ្លួនមានភាពរុះរាយរាក់ទាក់តាមដែលអាចធ្វើទៅបានធ្វើឲ្យមនុស្សមានអារម្មណ៍ចូលចិត្តនិងសប្បាយរីករាយទី2ពេលម៉ោងធ្វើការងារត្រូវងើបដើរទៅដើរមករាល់2ម៉ោងម្ដងធ្វើការទាញពង្រីកខ្លួនឯងរាងកាយនឹងនឿយហត់យ៉ាងងាយប្រសិនបើវាស្ថិតនៅទីតាំងមួយរយៈពេលយូរអាចបិទភ្នែកបន្តិចឬក៏សម្លឹងមើលទៅទីឆ្ងាយដើម្បីបំបត្តិភាពនឿយហត់របស់ភ្នែកទី3បន្ទាប់ពីហូបបាយរួចត្រូវដើរយ៉ាងតិចឲ្យបាន15នាទីឬក៏ងើបឈរឡើងឲ្យបាន30នាទីកុំអង្គុយភ្លាមឬក៏ដេកភ្លាមបើមិនដូច្នេះទេគឺងាយនឹងថន់ណាស់ថែមទាំងប៉ះពាល់ដល់ការរំលាយអាហារទៀតផងទី4ហូបអាហារមិនត្រូវឲ្យលើសកំណត់ការហូបអាហារច្រើនពេកនឹងបង្កើនបន្ទុកលើក្រពះពោះវៀនហើយមនុស្សក៏ឆាប់ងងុយគេងដែរមុននឹងហូបអាហារអាចផឹកទឹកឲ្យបានច្រើនបន្តិចដើម្បីកាត់បន្ថយការទទួលទានអាហារជាបន្តបន្ទាប់អាហារពេលល្ងាចត្រូវហូបអាហារណាដែលងាយស្រួលបន្តិចហើយក៏មិនត្រូវហូបច្រើនដែរមិនត្រូវញ៉ាំអាហារមុនពេលចូលដេក2ម៉ោងតាមពិតសពថ្ងៃនេះមនុស្សជាច្រើនមានបញ្ហាសុខភាពគឺសុទ្ធតែបណ្ដាលមកពីការហូបចុកទី5ផឹកទឹកអំបិលក្តៅអ៊ុនបន្តិចបន្ទាប់ពីបែកញើសរួចអាចបាត់បង់ជាតិទឹកដូច្នេះហើយត្រូវបំពេញជាតិអំបិលឲ្យទាន់ពេលវេលាទី6ពេលមនុស្សអាយុលើសពី30ឆ្នាំត្រូវប្រុងប្រយ័ត្នថែទាំសុខភាពខ្លួនឯងព្យាយាមកុំឲ្យចូលគេងយឺនធ្វើលំហាត់ប្រាណក្នុងចំនួនពេលវេលាជាក់លាក់ឲ្យបានរៀងរាល់សប្តាហ៍រាងកាយល្អអាចជួយឲ្យអ្នកមានការផ្ដោតអារម្មណ៍កាន់តែប្រសើរធ្វើការបានយូរជាងអ្នកដទៃបើមិនដូច្នេះទេមនុស្សដល់ពេលមកឆំអ្វីរាងកាយឡើងខ្លាញ់លើសទម្ងន់ស្ថានភាពធ្លាក់ចុះថាមពលក៏មិនល្អដូចពីមុនជំងឺសង្កាត់ផ្សេងនឹងកើតមានឡើងទី7ប្រៀបធៀបទៅនឹងការដុសធ្មេញពេលព្រឹកតាមពិតការដុសធ្មេញនៅពេលយប់ទើបសំខាន់ជាងពីព្រោះពេលវេលានៃការដេកពេលយប់គឺមានរយៈពេលវែងស្ថានភាពមាត់ទាំងមូលត្រូវបានបិទងាយនឹងបង្កើតបាក់តេរីធ្វើឲ្យពុកធ្មេញខ្លាំងណាស់ទី8ជាធម្មតាត្រូវនៅជាមួយមនុស្ស3ប្រភេទនេះឲ្យបានច្រើនមួយប្រភេទគឺជាបុគ្គលដែលមានថាមពលវិជ្ជមានមួយប្រភេទទៀតគឺជាបុគ្គលដែលអាចនាំឲ្យអ្នកនៅភាពរីករាយមួយប្រភេទចុងក្រោយគឺជាបុគ្គលដែលធ្វើឲ្យអ្នកមានការយល់ដឹងនិងចេះគិតគូរទី9រៀនចេះដាក់របស់នៅកន្លែងដើមមើលទៅដូចជាសាមញ្ញប៉ុន្តែវាគឺជាទម្លាប់មួយដ៏ល្អប្រសើរបំផុតអាចជួយឲ្យអ្នកសន្សំបានពេលវេលាជាច្រើនរបស់អ្វីក៏ដោយត្រូវតែមានកន្លែងសម្រាប់ទុកវារបស់ដែលដូចគ្នាត្រូវដាក់នៅជាមួយគ្នាយករបស់ដែលឧស្សាហ៍ប្រើប្រាស់ដាក់នៅខាងលើងាយស្រួលក្នុងការយកធ្វើដូច្នេះទើបងាយនឹងរកមិនរវល់ទៅរើកកាយខាតពេលវេលាទី10រៀបចំតន្ត្រីចាប់ផ្ដើមនិងបញ្ចប់សម្រាប់ថ្ងៃនីមួយៗកំណត់ពេលវេលាបញ្ចប់នៃការចាក់ស្ដាប់ជាមុនសម្រាប់កាយនិងចិត្តបន្ធូរអារម្មណ៍អមដោយតន្ត្រីសាច់ភ្លេងសុទ្ធពេលចូលដេកនៅពេលព្រឹកព្រលឹមស្ដាប់តន្ត្រីកន្ត្រាក់អារម្មណ៍ដ៏រំភើបធ្វើឲ្យខួរក្បាលរបស់អ្នកសកម្មជាមុនសិនធ្វើឲ្យកោសិកាទាំងអស់នៅក្នុងខ្លួនរបស់អ្នកមានថាមពលថ្ងៃនេះជាថ្ងៃមួយទៀតដែលពោពេញដោយថាមពលនិងភាពរឹងមាំទី11មានស្មារតីរត់ខ្លាំងគេងពីប្រលប់ភ្ញាក់ពីព្រលឹមបន្ទាប់ពីសម្រាកពេញមួយយប់ខ្លួនប្រាណទទួលបាននូវថាមពលឡើងវិញស្ថានភាពនៅពេលព្រឹកព្រលឹមគឺល្អណាស់ហើយមិនងាយនឹងត្រូវបានគេរំខានអាចធ្វើបាននូវរឿងសំខាន់ជាច្រើនគេគ្រប់គ្នានៅកំពុងតែដេកអ្នកបែរជារត់បាននៅមុខអ្នកដទៃទៅវិញទី12រុញខ្លួនអ្នកឲ្យកាន់តែច្រើនក្នុងដែនកំណត់របស់ខ្លួនពុះពៀឲ្យខ្លាំងថែមទៀតអ្វីគ្រប់យ៉ាងព្យាយាមធ្វើឲ្យខ្លួនឯងឈរនៅមុខមុនគេមួយជំហានបន្តទាញពង្រីកតំបន់សុខស្រួលរបស់ខ្លួនជានិច្ចអនុវត្តដោយចេតនាដើម្បីកែលម្អខ្លួនឯងជាបន្តបន្ទាប់ទី13ស្តុកទុកនៅថ្នាំនិងឧបករណ៍ដែលឧស្សាហ៍ប្រើប្រាស់នៅក្នុងផ្ទះដូចជាបង់បិទរបួសថ្នាំរលាកថ្នាំបន្តក់ភ្នែកថ្នាំឈឺក្បាលថ្នាំគ្រុនក្តៅថ្នាំរាគរូសប្រេងខ្យល់ប្រេងកូឡាឡាក់ដល់ពេលវេលាចាំបាច់គឺអាចជួយកាត់បន្ថយនៅបញ្ហាបានជាច្រើនទី14
បើមានលទ្ធភាពអាចធ្វើដំណើរផ្លូវឆ្ងាយឲ្យបានម្ដងក្នុងមួយឆ្នាំទៅរកកន្លែងណាដែលខ្លួនចូលចិត្តដើម្បីដោះលែងចិត្តនិងរាងកាយរបស់ខ្លួនពង្រីកការយល់ដឹងរបស់អ្នកនិងទទួលយកបទពិសោធន៍និងទំនៀមទម្លាប់ផ្សេងៗទី15ពុះពៀរត់នៅពេលព្រឹកពេលទើបចាប់ផ្ដើមប្រហែលជាអាចនឹងឈឺចាប់បន្តិចប៉ុន្តែពេលរត់យូរទៅកាន់តែរត់កាន់តែងាយស្រួលពេញខ្លួនយូរទៅคล้ายទៅជាទម្លាប់មួយប្រភេទព្យាយាមពុះពៀរត់ឲ្យបានកាន់តែយូរអាចធ្វើឲ្យស្ថានភាពរាងកាយប្រសើរឡើងស្បែកក៏នឹងប្រសើរឡើងផងដែរហើយអាចស្ដាប់ចម្រៀងដែលខ្លួនចូលចិត្តស្រូបយកខ្យល់អាកាសបរិសុទ្ធគយគន់ពន្លឺព្រះអាទិត្យរះក្រោយពេលហាត់ប្រាណបញ្ចេញនៅចំហាយក្តៅទទួលទានអាហារពេលព្រឹកដ៏មានឱជារសធ្វើឲ្យមនុស្សមានអារម្មណ៍ថាការរស់នៅពិតជាល្អណាស់ទី16បង្កើតទម្លាប់នៃការសង្ខេបបន្ទាប់ពីធ្វើកិច្ចការរួចគិតរកមើលថាតើមានធ្វើខុសកន្លែងណាដែរឬទេតើហេតុអ្វីបានជាធ្វើខុសលើក្រោយគួរធ្វើយ៉ាងម៉េចរៀនទទួលយកបទពិសោធន៍ពីកំហុសទាំងនោះនេះគឺជាវិធីសាស្ត្រពន្លឿនការលូតលាស់ផ្ទាល់ខ្លួនដែលមានប្រសិទ្ធភាពបំផុតទី17កំណត់ពេលវេលាអានដោយមិនមានការរំខានមុនពេលចូលគេងទុកទូរស័ព្ទចោលលើកកម្ពស់ការគិតនិងរបៀបគិតរបស់ខ្លួនក្នុងគ្រប់ទិដ្ឋភាពទី18យកសៀវភៅតាមខ្លួនជានិច្ចដាក់ចម្រៀងដែលខ្លួនចូលចិត្តស្ដាប់ឬសៀវភៅអូឌីយ៉ូក្នុងទូរស័ព្ទដៃទី19បង្កើតទម្លាប់កត់ត្រាបញ្ជីកត់ត្រាចំណូលចំណាយរបស់ខ្លួនដើម្បីដឹងថាលុយចាយទៅលើអ្វីខ្លះបង្កើតគម្រោងថវិកាជាមូលដ្ឋានប្រចាំខែជៀសវាងការមិនអាចទ្រាំទ្របាននឹងការចំណាយផ្ដេសផ្ដាសទី20រៀងរាល់សប្តាហ៍ផ្ដល់ឲ្យខ្លួនឯងនៅពេលវេលាបានសម្រាករាងកាយនិងចិត្តដែលស្ថិតក្នុងស្ថានភាពតានតឹងជាយូរមកហើយប្រសិនបើអ្នកមិនដឹងពីរបៀបកែតម្រូវអ្នកអាចនឹងវិវត្តទៅជាជំងឺមួយចំនួនទី21រៀងរាល់ឆ្នាំត្រូវពិនិត្យសុខភាពដើម្បីឲ្យដឹងទាន់ពេលវេលាកន្លែងណាមានបញ្ហាខ្លះកុំឲ្យជំងឺតូចរាលដាលคล้ายទៅជាជំងឺធំបានទី22ដើមទ្រូង5ហັດយកការស្រមៃខ្លួនឯងជាយៈសម្លឹងមើលទៅមុខអ្នកនឹងកាន់តែស្វាហាប់ឡើងទី23ធ្វើរឿងដែលមានចំណាយទាបសិនជាជាងគ្រាន់តែជាការស្រមើស្រមៃបែរជាមិនបញ្ចេញសកម្មភាពសាកល្បងសិនចាំសរុបសេចក្តីជាក្រោយបន្ទាប់មកផ្លាស់ប្ដូរវិធីសាស្ត្រទី24ក្នុងជីវិតរស់នៅប្រចាំថ្ងៃត្រូវចេះរកធ្វើរឿងណាដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាសុខស្រួលមានអារម្មណ៍ថាសប្បាយចិត្តរៀនផ្គាប់ចិត្តខ្លួនឯងដើម្បីបង្កើនអារម្មណ៍រីករាយទី25នៅក្នុងផែនការថវិកាត្រូវមានខ្ទង់ចំណាយសម្រាប់ខ្លួនឯងរស់នៅក្នុងជីវិតដ៏ស្រស់បំព្រងចេះស្រឡាញ់ថែរក្សាខ្លួនឯងទើបអ្នកដទៃអាចមកស្រឡាញ់អ្នកទី26រៀនញ៉ាំតិចសាកល្បងទឹកបន្លែច្របាច់ថ្មីយូរម្ដងអ្នកអាចហូប 2-3 ពេលនៅអាហារដែលអ្នកចូលចិត្តប៉ុន្តែអ្នកមិនត្រូវហូបរាល់ថ្ងៃនៅអាហារណាដែលមានជាតិប្រេងខ្ពស់ខ្លាញ់ខ្ពស់ស្ករខ្ពស់អំបិលខ្ពស់ស៊ុបហឹលការ៉េមមិនលែងដែរនោះដែរទី27រៀនចេះរំខានអ្នកដទៃមកដោះស្រាយបញ្ហាប្រើលុយដើម្បីសន្សំពេលវេលារបស់ខ្លួនឯងឧទាហរណ៍ដូចជាការទិញសេវាកម្មវិជ្ជាជីវៈសន្សំពេលវេលាសម្រាប់ការរៀនសូត្រនិងការអនុវត្តលទ្ធផលចុងក្រោយរឹតតែមានការធានាទី28បង្កើតចំណង់ចំណូលចិត្តដែលធ្វើឲ្យចិត្តអ្នកស្ងប់ស្ងាត់ដូចជាការអានការសរសេរការគូរគំនូរការសរសេរអក្សរផ្ចង់សមាធិភាគច្រើននៃពេលវេលានោះអាចជួយអ្នកបានក្នុងការកាត់បន្ថយអារម្មណ៍អវិជ្ជមានមួយចំនួនគ្រប់គ្រងខ្លួនឯងបានទី29ត្រូវចេះដឹងគុណចំពោះមនុស្សដែលធ្លាប់ជួយអ្នកចេះជូនអំណោយដល់គេគឺជាអំពើល្អត្រឹមត្រូវមួយដែលអ្នកនឹងទទួលបានកុសលការតបស្នងត្រឡប់មកវិញដែរគោរពសមិទ្ធផលនៃការងាររបស់គេទើបថ្ងៃក្រោយពួកគេនឹងកាន់តែមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងដើម្បីជួយអ្នកទី30ជៀសវាងការលេងទូរស័ព្ទក្នុងរយៈពេលយូរស្ដាប់សៀវភៅអូឌីយ៉ូឲ្យបានច្រើនស្ដាប់វិទ្យុនិងរីករាយជាមួយតន្ត្រីឲ្យបានច្រើនបំបត្តិការហត់នឿយភ្នែកនិងឈឺកទុកឲ្យខ្លួនឯងបានសម្រាកកាយនិងចិត្តអ្នកដែលបានមើលវីដេអូនេះដល់ចប់ដោយមិនអស់រំលងខ្ញុំសូមអបអរអ្នកបានក្លាយជាមនុស្សដែលមានវិន័យខ្លួនឯងលើសពី 99% ចុច like និង share ដោយចិត្តស្មោះទៅឲ្យមនុស្សជាទីស្រឡាញ់ដែលនៅជុំវិញអ្នកដើម្បីឲ្យបានរីកចម្រើនជាមួយគ្នា